មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានមូលបត្រកម្ពុជាបានអះអាងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្រុងនៅបបផ្សាយមូលបត្របំណុលក្នុងទំហំទឹកប្រាក់រហូតដល់ទៅ$50 លាននៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ2026នេះដើម្បីគៀកទុនពង្រីកប្រតិបត្តិការអាជីវកម្មកិនមកទល់នៅពេលនេះផ្សារភាគហ៊ុនកម្ពុជាប្រមូលបានក្រុមហ៊ុនចុះបញ្ជីចំនួន28ក្រុមហ៊ុនហើយដោយគៀកទុនវិនិយោគសរុបបានជាង$710 លានខណៈទំហំគៀកទុនសរុបត្រូវបានរំពឹងថានឹងហក់ឡើងដល់$1000 លានក្នុងពេលឆាប់ខាងមុខនេះតទៅនេះក្រុមការងារ Cambodia លំអិតលើរឿងនេះដូចតទៅអាយដាមស៊ូសុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានមូលបត្រកម្ពុជាបានគូបញ្ជាក់ថានាយកដ្ឋានមូលបត្រកម្ពុជាបានអនុម័តរួចហើយលើការចុះបញ្ជីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បើតាមមន្ត្រីជាន់ខ្ពស់រូបនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្រុងបោះផ្សាយមូលបត្របំណុលក្នុងទំហំសាច់ប្រាក់$50 លាននាពេលខាងមុខថ្នាក់ដឹកនាំរូបនេះជឿជាក់ថាការគៀកទុនពីផ្សារមូលបត្រកម្ពុជានឹងអាចឈានដល់$1000 លានអាមេរិកនៅត្រឹមឆ្នាំ2026នេះខណៈមកដល់ពេលនេះមានធនាគារនិងក្រុមហ៊ុនមួយចំនួនទៀតកំពុងត្រៀមបោះផ្សាយមូលបត្របំណុលក្នុងទំហំសាច់ប្រាក់ប្រមាណ$250 លានថែមទៀតអញ្ចឹងផ្សារមូលបត្រកម្ពុជាគឺជាទីកន្លែងមួយដែលបង្កើតឡើងដើម្បីបំពេញនៅចន្លោះកន្លែងណាទៅ100ជាមួយវិស័យដែលមានស្រាប់មកផ្សារមូលបត្រកម្ពុជាយើងធ្វើតទៅចេញនេះជាលក្ខណៈពិសេសនៃផ្សារមូលបត្រកម្ពុជាអ្វីដែលអាដាម60បានលើកឡើងបាញ់មិញអំពីការធ្វើពិពិធកម្មឧបករណ៍គឺយ៉ាងដូចនេះឯងពេលទៅក្នុងវិស័យធនាគារឧបករណ៍មានតែមួយកុំចៃបើខ្ចីអត់បានចប់មិនអញ្ចឹងបើតែមកផ្សារមូលបត្រកម្ពុជាយើងខ្ញុំមានជំរឿច្រើនបោះលក់ភាគហ៊ុនអត់បានបោះលក់មូលបត្របំណុលមូលបត្របំណុលយើងខ្ញុំមានច្រើនសន្តានរាល់ថ្ងៃនេះយើងមានតាំងពីជាសញ្ញាប័ណ្ណផ្នែកហេដ្ឋារចនាសម្ព័ន្ធសញ្ញាប័ណ្ណធម្មតាសញ្ញាប័ណ្ណបៃតងសញ្ញាប័ណ្ណមានការធានាសញ្ញាប័ណ្ណមិនមានការធានាយើងមានគ្រប់សន្តានដែលក្រុមហ៊ុនអាចជ្រើសរើសនិងអនុវត្តតាមគេហៅថាលក្ខខណ្ឌតាមផ្នែកនីមួយប៉ុន្តែយើងមានឧបករណ៍រ៉ាញ់ធុជាច្រើនក្រៅពីឧបករណ៍នោះយើងក៏កំពុងសម្លឹងឆ្ពោះទៅរកឧបករណ៍រ៉ាញ់ធុផ្សេងទៀតដែលផ្សារអាចចូលរួមចំណែកជាមួយគ្នានេះអាយដាមហុងសុខួរប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានគូបញ្ជាក់ថាផ្សារមូលបត្រកម្ពុជានឹងបង្កើតបាននូវជម្រើសបន្ថែមសម្រាប់ការវិនិយោគរយៈពេលខ្លីនិងវែងជូនដល់វិនិយោគិននានាខណៈក្នុងពេលឆាប់ខាងមុខផ្សារមូលបត្រកម្ពុជានឹងមានផលិតផលថ្មីបន្ថែមទៀតបើតាមមន្ត្រីជាន់ខ្ពស់រូបនេះមកដល់ពេលនេះមានក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាចំនួន28ក្រុមហ៊ុនដែលក្នុងនោះមាន13ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុននិង15ក្រុមហ៊ុនបានចុះបញ្ជីជាសញ្ញាប័ណ្ណដោយគៀកទុនវិនិយោគសរុបបានចំនួនជាង$710 លានអាមេរិកបើតាមឯកឧត្តមហុងសុខួរនៅមួយរយៈពេលចុងក្រោយនេះថ្លៃភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាមានការកើនឡើងជាមធ្យមជិត12%ខណៈការជួញដូរប្រចាំថ្ងៃមានទំហំជាមធ្យមប្រមាណជាង$200,000និងមានគណនីជួញដូរសរុបប្រមាណ80,000គណនីគិតអំពីការជួញដូរអំពីថ្លៃភាគហ៊ុនវិញឃើញថាក្នុងរយៈពេល12ខែចុងក្រោយក្នុងពេលដែលកម្ពុជាប្រឈមនឹងស្ថានភាពលំបាកជាច្រើនប៉ុន្តែថ្លៃភាគហ៊ុនជាមធ្យមគឺកើនឡើងអញ្ចឹងបើយើងគិតតាមសន្ទុះថ្លៃភាគហ៊ុនមានន័យថាក្នុងរយៈពេល12ខែចុងក្រោយអញ្ចឹងគិតត្រឹមចុងខែ6 2026នេះធៀបជាមួយនឹងកាលពីខែ6 2025គឺថ្លៃភាគហ៊ុនកើនឡើងម្ដុំជាជិត12%ជាមធ្យមមានន័យថាប៉ុន្តែមិនមែនឡើងទាំងអស់ទេមានភាគហ៊ុនខ្លះធ្លាក់ចុះមានភាគហ៊ុនខ្លះកើនឡើងប៉ុន្តែគិតជាមធ្យមគឺកើនឡើងប្រមាណជាជិត12%ដែរអញ្ចឹងមានន័យថាផ្សារមូលបត្រជាវិស័យមួយដែលអាចផ្ដល់សក្តានុពលក្នុងពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅប្រឈមនឹងការប្រឈមនឹងបញ្ហាលំបាកជាច្រើនប៉ុន្តែអាចវិនិយោគិនអាចស្វែងរកប្រាក់ចំណេញពីទីផ្សារនេះបានសូមបញ្ជាក់ថាផ្សារមូលបត្រកម្ពុជាទើបតែបានទទួលក្រុមហ៊ុនចុះបញ្ជីថ្មីមួយទៀតគឺក្រុមហ៊ុនបូរីវិមានសំណាងដែលបានសម្រេចបោះផ្សាយមូលបត្របំណុលក្នុងទំហំទឹកប្រាក់$10 លាននៅថ្ងៃទី2ខែកក្កដានេះដែលនេះស្ដែងឲ្យឃើញពីទំនុកចិត្តកាន់តែខ្ពស់របស់វិស័យឯកជនមកលើទីផ្សារហិរញ្ញវត្ថុក្នុងស្រុក